សួរលោកគ្រូនាងខ្ញុំឈ្មោះហេនៃការសូមសតអត្ថបទអំណានមានចំណងជើងថាអ្នកគ្រូរបស់កូនជាសិស្សសាលាបឋមសិក្សាភូមិបឹងគេជាកូនកំព្រាឪពុកម្ដាយហើយរស់នៅជាមួយម្ដាយមេកូនជាក្មេងឆ្លាតស្លូតបូតហើយឧស្សាហ៍ព្យាយាមកូនខិតខំរៀនសូត្រហើយធ្វើកិច្ចការដោយហ្មត់ចត់អ្នកគ្រូនិងសិស្សឯទៀតស្រឡាញ់កូនគ្រប់គ្នាអ្នកគ្រូអាណិតកូនណាស់ព្រោះកូនមានជីវភាពក្រីក្រជាងសិស្សឯទៀតអ្នកគ្រូដឹងថាកូនចូលចិត្តនឹងប៉ិនប្រសពក្នុងការគូគំរូក៏មានបំណងជួយកូនឲ្យខ្លាចជាជាងគំរូដល់ពូកែម្នាក់ថ្ងៃមួយអ្នកគ្រូបានហៅកូនមកសួរកូនតើឯងចង់ខ្លាចជាជាងគំរូដែរឬទេកូនលើកដៃសំពះអ្នកគ្រូហើយឆ្លើយដោយស្រងស្រងាត់ជំរាបប្រសាអ្នកគ្រូការងារនេះខ្ញុំចូលចិត្តណាស់ប៉ុន្តែខ្ញុំមិនអាចធ្វើវាបានទេអ្នកគ្រូរញឹមនិយាយបន្តមិនអីទេបើឯងវិញចេះខ្ញុំនឹងទៅនិយាយជាមួយឪពុកមីខ្ញុំឲ្យគាត់ជួយបង្រៀនគាត់ជាជាងគំរូដល់ចំណាំម្នាក់គាត់ចិត្តល្អណាស់គាត់ថប់ជួយក្មេងក្រីក្រដូចឯងពី3នាក់លើមកហើយចំណែកខ្ញុំនឹងជួយផ្នែកសម្ភារៈឯងកុំព្រួយអីគិតតែខំរៀនទៅកូនសំពះអរគុណអ្នកគ្រូប៉ុន្មានថ្ងៃក្រោយមកពេលទំនេរកូនបានឈៀតពេលទៅរៀនគូគំនូរពូធឿនបានជួយកូនដល់ស្មោះសរមិនយូរប៉ុន្មានកូនអាចគូរូបភាពខ្លះកូនបានជួយគូរូបភាពផ្សេងទុកជាសម្ភារៈសិក្សាសម្ភារៈសម្រាប់អ្នកគ្រូយកមកបង្រៀនរាល់ថ្ងៃមួយពូធឿនបានជួយបង្រៀនកូនថ្ងៃមួយពូធឿនបានដឹងអំពីការប្រឡងគំនូរសម្រាប់កុមារនៅក្នុងតំបន់គាត់បានប្រាប់គុណឲ្យគូដើម្បីយកមកចូលរួមប្រឡងប្រកួតប្រជែងនឹងគេស្នាដៃរបស់គុណពេលនោះបានជាន់លេខ2ក្រោយមកទៀតមានការប្រឡងម្ដងទៀតលើកទី2នេះគុណទទួលបានលេខ1ព្រមទាំងទទួលរង្វាន់យ៉ាងច្រើនគុណសប្បាយចិត្តណាស់គេរឹតតែខំប្រឹងមួយកម្រិតទៀតតែគេមិនភ្លេចការរៀនសូត្រដែរពីឆ្នាំក្រោយមកពូធឿនបានហៅកូនឲ្យទៅជួយគូគំនូររបស់គាត់សម្រាប់លក់គាត់បានឲ្យកម្រៃខ្លះៗដល់កូនគ្រាន់បានបន្តការរៀនសូត្រក្រោយមកទៀតកូនបានចូលរៀនមហាវិទ្យាល័យវិចិត្រសិល្បៈតាមការណែនាំរបស់អ្នកគ្រូនិងពូធឿនកូនអាចរកប្រាក់បានបណ្ដើរគេក៏ខ្លាចជាជាងគំនូរដ៏ល្បីម្នាក់កូនមិនដែលភ្លេចគុណពូធឿននិងអ្នកគ្រូរបស់គេឡើយសូមអរគុណ